កាលពីឆ្នាំ2024សុទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវបានរៀបចំដោយការប្រមូលផ្ដុំនៅបច្ចេកសាស្ត្រពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុរួមទាំងវិស័យហិរញ្ញវត្ថុវិស័យ Digital ទូទៅនិងផ្សេងៗសរុបប្រមាណ 1200 បច្ចេកសព្ទដែលរៀបចំជា3ភាសាខ្មែរអង់គ្លេសនិងបារាំងយោងតាមប្រភពឯកសារគោលនយោបាយយុទ្ធសាស្ត្រនិងឯកសារផ្លូវការផ្សេងៗព្រមទាំងបច្ចេកសព្ទដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាតិភាសាខ្មែរសុទានុក្រមនេះត្រូវបានរៀបចំធ្វើបច្ចុប្បន្ននៅកម្ពុជាកម្មវិធីទូរស័ព្ទវៃឆ្លាតដែលអាចស្វែងរកបានលើ App Store, Play Store និង App Gallery តាមរយៈពាក្យគន្លឹះ FSA Fintech Lexiconនៅឆ្នាំ2025នេះបន្ទាប់ពីទទួលបានចំណាយឯកភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអង្គបណ្ឌិតសុភាចារ្យឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាអសហ លើការធ្វើវិសិទ្ធកម្មសុទានុក្រមនេះដោយមានកិច្ចសហការពីនាយកករនិងអង្គភាពក្រមអាវ៉ាត់អសហ ក្នុងការផ្តល់បច្ចេកសព្ទបន្ថែមក្នុងវិស័យស្ថិតក្រោមសមត្ថកិច្ចនីមួយៗបច្ចុប្បន្នសុទានុក្រមនេះត្រូវបានប្រមូលផ្ដុំនៅបច្ចេកសព្ទសរុបប្រមាណជាង 2000 ដែលត្រូវបានរៀបចំជា3ភាសាដដែលខ្មែរអង់គ្លេសនិងបារាំងសុទានុក្រមនេះក៏នឹងត្រូវធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ព្រមទាំងផ្សព្វផ្សាយជាទម្រង់ទន់ទាំងទម្រង់ PDF ទាំងអនឡាញពោលគឺកម្មវិធី web និងកម្មវិធីទូរស័ព្ទដៃវៃឆ្លាតដែលអាចស្វែងរកបានក្នុង Portal បច្ចេកវិទ្យាហិរញ្ញវត្ថុនៃអសហ FSA Fintech Portal មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបដិវត្តកម្ម Digital នៃអសហបានរៀបចំសុទានុក្រមនេះដើម្បីជួយសម្រួលដល់គ្រប់តួអង្គសង្គមទាំងរដ្ឋទាំងពលរដ្ឋទាំងធុរជនឬវិនិយោគិនក្នុងការស្វែងយល់និងការស្វែងដឹងឲ្យកាន់តែច្បាស់និងទូលំទូលាយអំពីបច្ចេកសព្ទថ្មីៗដែលបាននិងកំពុងប្រើប្រាស់ក្នុងឯកសារផ្លូវការផ្សេងៗតោះទាញយកកម្មវិធីសុទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុនេះឥឡូវនេះដើម្បីឆ្វេងយល់បន្ថែមពីបច្ចេកសព្ទបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា